ឈានចូលមកដល់ចំណាត់ទី18នៅទំព័រទី77យើងកណនីតាមដំណោះស្រាយចំណុចអក្សរកចំណត់យើងចង់ដឹងអំពីទម្ងន់ល្ងដែលកសិករនោះប្រមូលបានដោយទម្ងន់ល្ងនេះតកតងមួយទម្ងន់ពោតគឺល្ងតិចជាងពោតចាអញ្ចឹងយើងត្រូវកណនីដោយយកទម្ងន់របស់ពោតនេះដកជាមួយនឹងទម្ងន់ដែលតិចជាងនឹងចម្លើយឃើញ2/2ឬក៏1តោនយើងទៅកណនីចំណុចអក្សរខម្ដងរកទម្ងន់ផលស្រូវសរុបគិតជាគីឡូក្រាមកសិករនោះប្រមូលផលសណ្តែកសៀងផងល្ងផងពោតផងចូលគ្នាអញ្ចឹងយើងយកទម្ងន់ដំបូងគេមកគឺជាទម្ងន់ពោតទី2នេះគឺជាទម្ងន់ល្ងទោះបីវា1តោនក៏ដោយដល់ពេលយើងកណនីមួយប្រភេទយកប្រភេទនោះមកកណនីមកចំណែកឯទម្ងន់សណ្តែកសៀងគឺ7/8នេះឯងក្រោយពេលកណនីយើងគិតចេញជាតោនប៉ុន្តែ1តោនស្មើនឹង1000គីឡូក្រាមដូច្នេះយើងយកប្រភេទរបស់លទ្ធផលដំណាំទាំង3មុខហ្នឹងទៅគុណនឹង1000ឃើញចម្លើយប៉ុណ្ណេះចាប៉ុន្តែយើងឆ្លើយដូចនេះដោយកផ្សេងខផ្សេងចាអរគុណ